បាទជំរាបសួរបងប្អូនវគ្គនេះគឺវគ្គបង្ហាញរូបរាងរបស់ Queen Bee បាទបងប្អូនឃើញសរសេរដាក់ថា Queen Bee បាទ Queen Bee ហ្នឹងគឺជាឃ្មុំព្រះម្ចាស់ស្ត្រីឃ្មុំដែលជាអ្នកគ្រប់គ្រងសបុកហើយខ្ញុំបង្ហាញជូនរូបរាងនេះគឺมันជាខុសគ្នាពេកទេមានអង្តែនមានភ្នែកមានស្លាបមានជើងប៉ុន្តែចំណុចដែលខុសគ្នារបស់ Queen Bee គឺអាគូតវានេះខាងក្រោយនេះដែលខ្ញុំអូសតាមប៊ិចហ្នឹងនេះអាគូតវាខាងក្រោយហ្នឹងគឺសម្រាប់ស្តុកនៅពងសម្រាប់ស្តុកនៅពងហើយគូតវានឹងវែងជាងគូតរបស់ឃ្មុំកម្មករវែងជាងគូតរបស់ឃ្មុំឈ្មោលណាបងប្អូនបាទវែងជាងគូតរបស់ឃ្មុំឈ្មោលនឹងវែងជាងគូតរបស់ឃ្មុំឈ្មោលគូតរបស់វានឹងគឺខុសគ្នានៅកន្លែងហ្នឹងហើយទំហំវាធំជាងឃ្មុំកម្មករនឹងចំណុចដែលខុសគ្នាណាបងប្អូនបាទចំណុចដែលខុសគ្នាផុតពីហ្នឹងអត់មានអីខុសគ្នាទេមានស្លាបមានអីប៉ុន្តែសូមបញ្ជាក់បន្តិចនេះអាស្លាបរបស់វានេះមាន4ដូចគ្នាប៉ុន្តែជាទូទៅអាស្លាបនេះវាអត់រៀងអត់រៀងបាសកញ្ច្រឹងទេនេះគឺរូបភាពដែលគេថតបង្ហាញដើម្បីឲ្យបងប្អូនងាយយល់ពីស្លាបរបស់សត្វឃ្មុំស្ដាច់ទេប៉ុន្តែធៀបពិតស្លាបរបស់ឃ្មុំស្ដាច់នឹងជាទូទៅច្រើនតែរបជាប់នឹងអាគូតរបស់វាអញ្ចឹងរត់របជាប់គូតអញ្ចឹងរបជាប់គូតហ្នឹងអញ្ចឹងវាមានចំណុចខុសគ្នាកន្លែងហ្នឹងមិនតិចដែរបាទប៉ុន្តែខ្ញុំសូមបញ្ជាក់ពីទូនីតិទាំងម្ដងទូនីតិរបស់ការងាររបស់រាងកាយនៃសត្វឃ្មុំណាមួយគឺវាមានលក្ខណៈខុសគ្នាខ្លះបាទវាមានលក្ខណៈខុសគ្នាខ្លះគឺខុសគ្នាត្រង់ថាជើងរបស់ឃ្មុំស្ដាច់ហ្នឹងគឺអត់មានអីផ្ទុកលំអងផ្ទុកអីទេបាទណាជើងរបស់ស្ដាច់ហ្នឹងអត់មានផ្ទុកលំអងអីទេហ្នឹងហើយបើអង្តែនភ្នែកអីមើលដូចគ្នាចាប់រលកសញ្ញាដូចគ្នាហើយស្លាបពេលហោះហើរអីកាច់ចកោតកាច់អីដូចគ្នាប៉ុន្តែសំខាន់នៅនឹងអាកន្លែងពោះនេះបាទអាកន្លែងពោះនេះគឺជាកន្លែងដែលវែងជាងគេហ្នឹងគឺនៅកន្លែងគួតឃ្មុំនេះឃ្មុំស្ដាច់នេះអត់មានតនិចទេណាបងប្អូនបាទសូមបញ្ជាក់ឃ្មុំស្ដាច់នេះអត់ចេះតិចទេហើយអត់ចេះខំទេកុំភ័យខ្លាចឃ្មុំស្ដាច់តិចទេដែលតិចហ្នឹងគឺតិចតែឃ្មុំកម្មករទេឃ្មុំស្ដាច់នេះអត់មានអីតិចទេអញ្ចឹងពេលដែលប្រកាត់ពូជគឺឃ្មុំឈ្មោលមករួមភេទជាមួយនឹងឃ្មុំស្ដាច់នឹងគួតនឹងអញ្ចឹងទៅបានវាមានពងនៅក្នុងគួតវានឹងនៅក្នុងគួតឃ្មុំហ្នឹងមានពងច្រើននៅក្នុងហ្នឹងអញ្ចឹងពងហ្នឹងគឺទូនីតិភ្ញាស់ពងវាហ្នឹង